នៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែចំណោទនៅក្នុងមេរៀនប្រមាណវិធីបូកចឹងមុននឹងយើងអាចធ្វើចំណោទបានគឺយើងត្រូវអានប្រធានឲ្យបានយល់ច្បាស់សិនចឹងចំណោទទី1កសិករម្នាក់បានដាំកៅស៊ូចំនួន2550ដើមកូនប្រុសរបស់គាត់ដាំបាន45ដើមតើទាំងពីរនាក់ដាំកៅស៊ូបានប៉ុន្មានដើមអញ្ចឹងចំណោទរបស់យើងគេប្រាប់ថាកសិករម្នាក់គាត់ដាំកៅស៊ូបាន2550ដើមបន្ទាប់មកកូនប្រុសរបស់គាត់ក៏បានដាំដែរគឺដាំបាន45ដើមចា៎រួចហើយគេសួរថាតើទាំងពីរនាក់ដាំកៅស៊ូបានប៉ុន្មានដើមអញ្ចឹងគេចង់សួរថាតើទាំងឪពុកទាំងកូនតើដាំទាំងអស់បានប៉ុន្មានដើមចឹងចំនួនកៅស៊ូឪពុកដាំបាន2550ហើយកូនដាំបាន45ចឹងបើគេសួររកចំនួនកៅស៊ូដែលអ្នកទាំងពីរដាំបានគឺមានន័យថាចំនួនកៅស៊ូដែលពុកដាំបានហើយធ្វើការបន្ថែមចំនួនកូនដាំបានទៀតចឹងដាំបានទាំងពីរនាក់ហ្នឹងតើសរុបប៉ុន្មានចឹងបើយើងចង់រកចំនួនសរុបរវាងឪពុកដាំបាននិងកូនដាំបានតើយើងគួរតែប្រើប្រមាណវិធីអីប្រមាណវិធីដកអាចប្រើបានអត់បើសិនជាយើងដកគឺអស់ហើយណាដកទៅតិចជាងយើងយកអានេះយកមកដកអាក្រោមអញ្ចឹងសល់តិចអញ្ចឹងវាអត់ត្រឹមត្រូវទេហើយបើយើងគុណអានេះធ្វើដងឡើងច្រើនក៏វាអត់ត្រូវដែរបើចែកក៏អត់ត្រូវដែរអញ្ចឹងការបូកការបន្ថែមចំនួនមួយនិងចំនួនមួយទៀតដើម្បីរកនៅផលសរុបនៃចំនួនទាំងពីរហ្នឹងគឺយើងត្រូវប្រើប្រមាណវិធីបូកអញ្ចឹងយើងយកចំនួនដើមកៅស៊ូដែលឪពុកដាំបានបន្ថែមនឹងចំនួនដើមកៅស៊ូដែលកូនដាំបាននោះយើងនឹងឃើញចំនួនដើមកៅស៊ូដែលអ្នកទាំងពីរដាំបានអញ្ចឹងបន្ទាប់ពីយើងគិតវិភាគអីហើយថាយើងនឹងប្រើប្រមាណវិធីបូកអញ្ចឹងគឺយើងចាប់ផ្ដើមចាសសេចម្លើយមកចាយើងដាក់ចម្លើយអញ្ចឹងចម្លើយគឺយើងត្រូវបែងចែកជាពីរខាងមួយខាងយើងដាក់ប្រមាណវិធីហើយមួយខាងទៀតយើងដាក់របៀបឆ្លើយអញ្ចឹងប្រធានរបស់យើងគេចង់ឲ្យយើងរកចំនួនដើមកៅស៊ូដែលអ្នកទាំងពីរដាំបានអញ្ចឹងយើងដាក់មករកចំនួនដើមកៅស៊ូដែលអ្នកទាំងពីរដាំបានអ្នកទាំងពីរហ្នឹងគឺឪពុកនិងកូននឹងឯងអានេះគឺជាចំនួនដើមកៅស៊ូឪពុកហើយនេះជាចំនួនដើមកៅស៊ូកូនអញ្ចឹងដើម្បីរកចំនួនដើមកៅស៊ូដែលអ្នកទាំងពីរដាំបានគឺយើងប្រើប្រមាណវិធីបូកអញ្ចឹងដើម្បីបូកលេខនេះលេខ4ខ្ទង់និង2ខ្ទង់តើយើងត្រូវធ្វើម៉េចអញ្ចឹងដើម្បីបូកលេខ4ខ្ទង់និង2ខ្ទង់ហ្នឹងគឺយើងត្រូវសរសេរចំនួនទាំងពីរឲ្យត្រូវតាមខ្ទង់អញ្ចឹងយើងសរសេរតួទី1មកយើងបូកខាងប្រមាណវិធីមកយើងសរសេរ2550ចា50បន្ទាប់មកយើងដាក់ប្រមាណវិធីបូកមកហើយបូកនឹង45ចឹងលេខ5ខ្ទង់រាយយើងដាក់ឲ្យត្រូវខ្ទង់រាយលេខ4ខ្ទង់10យើងដាក់ឲ្យត្រូវខ្ទង់10បន្ទាប់មកយើងចាប់ផ្ដើមបូកមកចា0បូកនឹង5អញ្ចឹង0គឺវាអត់មានតម្លៃលេខទេវា0វាទទេអញ្ចឹងបូកនឹង5គឺស្មើនឹង5ដដែលចាអត់កើនទេហើយបន្ទាប់មក5បូកនឹង4តើកូនសរសេរលេខប្រមាណអញ្ចឹងបើពេលខ្លះយើងគិតអត់ចេញកូនត្រូវគូសឲ្យបាន5 1 2 3 4 5អញ្ចឹងទៅហើយកូនគូសបន្ថែម4ទៀត1 2 3 4បន្ទាប់មកកូនត្រូវរាប់បញ្ចូលគ្នាថាយើងរាប់ឲ្យអស់ចំនួនហ្នឹង1 2 3 4 5 6 7 8 9អញ្ចឹង5បូកនឹង4គឺស្មើ5 9អាហ្នឹងគឺករណីដែលកូនគិតអត់ចេញប៉ុន្តែបើកូនគិតចេញហើយក៏កូនសរសេរលេខ9មកបន្ទាប់មកខ្ទង់100យើងឃើញថាអត់មានអីបូកទេអញ្ចឹងគឺយើងត្រូវទម្លាក់ចុះចាយើងត្រូវទម្លាក់ចុះអញ្ចឹង5ហ្នឹងយើងទម្លាក់មកបន្ទាប់មកខ្ទង់ពាន់លេខ2អត់មានអីបូកក៏យើងទម្លាក់ដែរអញ្ចឹងនេះគឺជាចំនួនដើមកៅស៊ូសរុបដែលឪពុកដាំបាននិងកូនដាំបានចូលគ្នាទាំងអស់សរុបទៅគឺ2595ដើមអញ្ចឹងកូនយកមកសរសេរជូរដេកខាងរបៀបឆ្លើយនេះយើងដាក់មកស្មើ2500ចា2500
95ដើមបន្ទាប់មកជំហានចុងក្រោយគឺត្រូវឆ្លើយថាឲ្យគេអញ្ចឹងឆ្លើយថាចំនួនកៅស៊ូដែលអ្នកទាំងពីរដាំបានគឺគឺ2595ដើមរួចហើយយើងធ្វើការគូសឃុំឲ្យស្អាតមកយើងធ្វើការគូសឃុំឲ្យស្អាតមកដើម្បីកុំឲ្យគ្រូដកបន្ទុកយើងអត់ប្រើដៃណាយើងប្រើបន្ទាត់គូសឲ្យស្អាតអញ្ចឹងតកតងទៅនឹងចំណោទទី1នៅក្នុងមេរៀនប្រមាណវិធីបូកការបូកចំនួនដែលមានលេខ4ខ្ទង់និង2ខ្ទង់គ្មានត្រាទុកគឺមានប៉ុណ្ណឹងហើយបើសិនជាចូលចិត្តកុំភ្លេចចុច like និងចុច subscribe ឲ្យលោកគ្រូម្នាក់មួយផងសូមអរគុណច្រើននិងសូមជម្រាបលា